ជុំវិញតម្លៃសេវាធ្វើតេស្តរហ័សរោគមេរោគ COVID-19 នៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជនដែលកំពុងគម្រាមកំហែងដល់ជីវភាពប្រជាពលរដ្ឋក្នុងពេលវិបត្តិជំងឺ COVID-19 បន្តអូសបន្លាយការលើកឡើងនេះបន្ទាប់ពីមន្ទីរពេទ្យរដ្ឋមួយចំនួនបានកំណត់តម្លៃសេវាតេស្តរហ័សថ្លៃហួសពីតម្លៃដើមមន្ត្រីអង្គការសង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលពិនិត្យនិងកំណត់នៅតម្លៃធ្វើតេស្តរហ័សរោគជំងឺ COVID-19 នៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជនឡើងវិញបាទពីរដ្ឋធានី Washington លោកហេងរស្មីរាយការណ៍ជុំវិញព័ត៌មាននេះប្រជាពលរដ្ឋអះអាងថាពួកគាត់ជាជនរងគ្រោះដោយសារជំងឺ COVID-19 ដូច្នេះពួកគាត់ស្នើឲ្យរដ្ឋាភិបាលជួយបន្ធូរបន្ថយធ្វើតេស្តរហ័សរោគជំងឺ COVID-19 នេះដើម្បីជួយសម្រាលបន្ទុកដល់ពួកគាត់ដែលកំពុងមានបញ្ហាជីវភាពខ្វះខាតប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញលោកស្រីច័ន្ទវិបុលប្រាប់អាស៊ីសេរីនៅថ្ងៃទី13កក្កដាថាជារៀងរាល់ខែលោកស្រីត្រូវជូនម្ដាយទៅព្យាបាលនៅមន្ទីរពេទ្យកាឡាម៉ែតលោកស្រីបន្តថានៅមុនពេលចូលទៅព្យាបាលជំងឺពេទ្យតម្រូវឲ្យអ្នកជំងឺនិងសាច់ញាតិធ្វើតេស្តរហ័សរោគមេរោគជំងឺ COVID-19 ស្ត្រីរូបនេះបានឲ្យដឹងថាគ្រួសាររបស់លោកស្រីត្រូវបង់ថ្លៃធ្វើតេស្តចំនួន 10,000 រៀលស្មើនឹង$25សហរដ្ឋអាមេរិកក្នុងម្នាក់ដូច្នេះលោកស្រីត្រូវចំណាយថ្លៃធ្វើតេស្តមនុស្ស2នាក់ស្មើនឹង$50ក្នុងមួយខែដោយមិនទាន់បូកបញ្ចូលថ្លៃព្យាបាលជំងឺផងលោកស្រីសោកស្ដាយមន្ទីរពេទ្យរដ្ឋកំណត់ថ្លៃសេវាថ្លៃសម្រាប់ធ្វើតេស្តរោគមេរោគជំងឺដ៏កាចសាហាវនេះដែលហួសពីលទ្ធភាពជីវភាពរបស់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ផ្នែកជីវភាពនិងធ្វើឲ្យបាត់បង់ប្រាក់ចំណូលចង់ឲ្យរដ្ឋាភិបាលយើងឧបត្ថម្ភនៅថ្លៃព្យាបាលឬក៏ថ្លៃដែលយើងត្រូវមើលធ្វើតេស្តកូវីដនេះព្រោះអីបើសិនជាថ្លៃពេកណាមួយត្រូវលុយព្យាបាលផងណាលុយត្រូវធ្វើតេស្តទៀតអញ្ចឹងពលរដ្ឋខ្លះដែលគាត់អត់លុយអញ្ចឹងដល់ពេលគាត់ទៅបានម្ដងពីរដងលើក្រោយគាត់ខ្វះលុយអញ្ចឹងទៅគាត់អត់ទៅអញ្ចឹងអាសុខភាពនេះវាជាតាយ៉ាប់ទៅព្រោះដោយសារថវិកាយើងកាន់តែសោលប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញម្នាក់ទៀតលោកម៉ាត់សារីមប្រាប់ថាលោកបានជូនម្ដាយរបស់លោកទៅព្យាបាលជំងឺមហារីកនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀតដោយគ្រូពេទ្យតម្រូវឲ្យធ្វើតេស្តរោគមេរោគ COVID-19 ដើម្បីចូលទៅពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរពេទ្យលោកប្រាប់ថាក្រុមគ្រូពេទ្យតម្រូវឲ្យលោកបង់ថ្លៃធ្វើតេស្តចំនួន$80,000រៀលចំណែកឯម្ដាយរបស់លោកមិនត្រូវបង់ថ្លៃសេវានោះទេដោយសារតែគាត់មានប័ណ្ណក្រីក្រលោកយល់ថាតម្លៃសេវាធ្វើតេស្តរហ័សនេះថ្លៃពេកប៉ះពាល់ដល់ជីវភាពរស់នៅដែលរដ្ឋាភិបាលគួរតែបន្ធូរបន្ថយតម្លៃដើម្បីជួយសម្រាលបន្ទុកដល់ពួកគាត់តវ៉ាមួយណាគេបើយើងជាពលរដ្ឋអត់ដឹងអីដែរហើយដល់ពេលមកពេទ្យអញ្ចឹងគេពិនិត្យគេត្រូវតម្រូវឲ្យយើងបង់លុយយើងត្រូវតែបង់ហ្នឹងឯងទីចំឲ្យតែយើងតម្រូវមកយើងមកពេទ្យគេត្រូវគេឲ្យយើងតេស្តកូវីដហ្មងដើម្បីតេស្តកូវីដហើយដើម្បីមើលជំងឺធ្វើតាមចិត្តខ្ញុំមានចង់ឲ្យរៀនធូរថ្លៃតិចទៅដើម្បីឲ្យប្រជាពលរដ្ឋគាត់មានលទ្ធភាពតេស្តទៅអីទៅអាចសល់លុយខ្វះទុកហូបចុកខ្លាចអញ្ចឹងត្រឹមតែ$10តែយើងអាចសល់$10ទៀតដើម្បីហូបចុកទៅដល់ពេលម្ដង80000អញ្ចឹងវាអស់ច្រើនដែរណាវិទ្យុអាស៊ីសេរីមិនអាចតាក់ទងសុំការបកស្រាយពីអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រីអវណ្ឌិននិងប្រធានមន្ទីរពេទ្យរាជធានីភ្នំពេញលោកងីមានហេងនាយកមន្ទីរពេទ្យកាឡាម៉ែតលោកឈៀងរ៉ានិងអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងប្រៃសណីទូរគមនាគមន៍លោកប៉ុករ៉ាឌីដើម្បីបកស្រាយជុំវិញរឿងនេះបានទេនៅថ្ងៃទី13កក្កដាចំណែកប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀតលោកងីមេងមិនបកស្រាយជុំវិញរឿងនេះទេដោយលោករុញឲ្យទៅសួរមន្ត្រីទទួលបន្ទុកសេវាកម្មនៃមន្ទីរពេទ្យវិញអាស៊ីសេរីបានតាក់ទងលោកអ៊ីសុខហេងប្រធានផ្នែកសេវាមន្ទីរពេទ្យខ្មែរសូវៀតដោយអ្នកទទួលទូរស័ព្ទចូលហើយចុចផ្ដាច់ទៅវិញប៉ុន្តែកន្លងទៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសមៈឬហៅថាពេទ្យលោកសង្ឃបានកំណត់យកថ្លៃធ្វើតេស្តរហ័សនេះដល់សាធារណជនទាំងអស់មុនចូលមកទទួលសេវាពិគ្រោះនិងព្យាបាលជំងឺនៅមន្ទីរពេទ្យនេះក្នុងសេចក្តីជូនដំណឹងបញ្ជាក់ថាការធ្វើតេស្តរហ័សនេះធ្វើសម្រាប់តែអ្នកជំងឺនិងអ្នកកំដររួមដំណើរឬអ្នកមកសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបន្ទាប់មកមន្ទីរពេទ្យនឹងចេញសម្បត្តិពេទ្យបញ្ជាក់ពីលទ្ធផលនៃការវិភាគនេះមិនថាមានលទ្ធផលវិជ្ជមានឬអវិជ្ជមាននោះទេអ្នកដែលត្រូវធ្វើតេស្តត្រូវបង់សេវាធ្វើតេស្តនេះសម្បត្តិពេទ្យនេះមានសុពលភាពរយៈពេល5ថ្ងៃប៉ុន្តែសេវាតេស្តនេះខាងមន្ទីរពេទ្យមិនបានបញ្ជាក់ថាយកប៉ុន្មាននោះទេកាលពីពេលថ្មីៗនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានណែនាំដល់មន្ត្រីរបស់លោកតាមរយៈក្រសួងប្រៃសណីនិងទូរគមនាគមន៍បញ្ចេញឧបករណ៍តេស្តរហ័សអង់ទីសែន COVID-19 ទៅអាជ្ញាធរនៅតាមខេត្តដើម្បីទប់ស្កាត់ជំងឺ COVID-19 ឲ្យទាន់ពេលវេលា
ហើយលោកហ៊ុនសែនក៏បានបញ្ជាឲ្យនាំចូលឧបករណ៍នេះពីប្រទេសកូរ៉េដើម្បីលក់បន្តនៅក្នុងតម្លៃដើម$3.7 សហរដ្ឋអាមេរិកនៅក្នុងមួយឧបករណ៍ក្នុងគោលដៅយកទៅប្រើប្រាស់តែមិនតម្រូវឲ្យលក់បន្តឡើយទោះជាយ៉ាងណាប្រជាពលរដ្ឋនិងមន្ត្រីសង្គមស៊ីវិលលើកឡើងដូចគ្នាថាឧបករណ៍ធ្វើតេស្តនេះមានតម្លៃធូរថ្លៃប៉ុន្តែខាងមន្ទីរពេទ្យរដ្ឋនិងឯកជនបែរជាកំណត់តម្លៃថ្លៃខ្ពស់ហួសពីលទ្ធភាពរបស់ប្រជាពលរដ្ឋដែលកំពុងរងទុក្ខលំបាកដោយសារជំងឺ Covid-19 ជុំវិញរឿងនេះប្រធានអង្គការសម្ព័ន្ធករណីយភាពសង្គមកម្ពុជាលោកសុនជ័យមានប្រសាសន៍ថាវិធានការឬគោលនយោបាយដែលរដ្ឋាភិបាលបានកំណត់ថ្លៃសេវាធ្វើតេស្តរហ័សរោគជំងឺ Covid-19 នេះមិនសមហេតុផលនិងស្របទៅតាមស្ថានភាពដ៏លំបាករបស់ប្រជាពលរដ្ឋដែលភាគច្រើនរងផលប៉ះពាល់ផ្នែកជីវភាពដោយសារតែវិបត្តិជំងឺ Covid-19 នេះទេលោកសង្កេតឃើញថាតម្លៃធ្វើតេស្តនេះថ្លៃដែលជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់ប្រជាពលរដ្ឋហើយលោកយល់ថារដ្ឋាភិបាលនិងក្រសួងសុខាភិបាលគួរតែពិនិត្យតម្លៃធ្វើតេស្តរោគជំងឺ Covid-19 នេះនៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជនឡើងវិញដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋអ្វីដែលជាដំណោះស្រាយទាំងអ្នករស់ស៊ីក្នុងវិស័យឯកជននៅលើពេទ្យឯកជនហើយនិងពេទ្យរដ្ឋនេះគួរតែរកមធ្យោបាយមួយដើម្បីរួលឲ្យពលរដ្ឋមានភាពកក់ក្ដៅច្រើនជាងមុននៅពេលដែលពួកគេប្រឈមជាមួយនឹងបញ្ហាផ្លូវចិត្តឈមនឹងការលំបាកនៅក្នុងវិធានការផ្សេងនៅក្នុងការបង្ការ COVID-19 ណាអញ្ចឹងរឿងតម្លៃការធ្វើតេស្តនេះវាមិនគួរណាជាតម្លៃមួយដែលត្រូវបានគេស្នើឡើងនៅក្នុងការរួមចំណែកមួយដែលធ្វើឲ្យពលរដ្ឋមានការលំបាកដោយឡែកតេតិននឹងការស្លាប់នៃជំងឺ Covid-19 វិញអភិបាលរងរាជធានីភ្នំពេញលោកកែឆែប្រាប់សារព័ត៌មានក្នុងស្រុកថាអាជ្ញាធរបានសម្រេចទីតាំងបូជាសពអ្នកស្លាប់ដោយសារជំងឺ Covid-19 នេះនៅវត្តចំនួន3គឺវត្តឫស្សីសាញ់ទឹកថ្លានិងវត្តនៅខណ្ឌព្រែកភ្នៅអភិបាលរងរូបនេះលើកយកហេតុផលថាការបដូរទីតាំងថ្មីនេះដោយសារតែនៅក្នុងខេត្តកំពង់ស្ពឺមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវនិងទីតាំងនៅឆ្ងាយជាដើមអាជ្ញាធររាជធានីភ្នំពេញនឹងទទួលយកម៉ាស៊ីនបូជាសពពីក្រៅប្រទេសយកទៅដាក់ទីកន្លែងពុំសូវមានមនុស្សច្រើនឆ្លើយតបទៅតាមស្ថានភាពជាក់ស្ដែងក្រសួងសុខាភិបាលកាលពីចុងខែមីនាឆ្នាំ2020ហាមប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សនេះដោយលើកឡើងថាពេលនោះការផលិតឧបករណ៍ធ្វើតេស្តរោគមេរោគ COVID-19 ច្រើនតែមិនទាន់មានឧបករណ៍ធ្វើតេស្តរហ័សរោគមេរោគ COVID-19 ណាមួយដែលមានការបញ្ជាក់ទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនៅភាពត្រឹមត្រូវនិងប្រសិទ្ធភាពនៃការធ្វើតេស្តរហ័សរោគមេរោគ COVID-19 នេះនៅឡើយទេមន្ត្រីអង្គការសង្គមស៊ីវិលនិងអ្នកវិទ្យាសាស្ត្រធ្លាប់ស្នើឲ្យរដ្ឋាភិបាលកុំយកថ្លៃសេវាព្យាបាលនិងធ្វើតេស្តរោគមេរោគ COVID-19 នេះមិនថាពេទ្យរដ្ឋឬឯកជននោះទេព្រោះវិបត្តិជំងឺដ៏កាចសាហាវនេះជាបញ្ហារួមរបស់ជាតិដែលរដ្ឋមានកាតព្វកិច្ចក្នុងការរ៉ាប់រងថ្លៃចំណាយទាំងអស់ខ្ញុំហេងរស្មីអាស៊ីសេរីពីរដ្ឋធានី Washington បាទលោកនាងកញ្ញាជាទីមេត្រីពាក់ព័ន្ធនឹងស្ថានភាពនៃជំងឺ Covid-19 វិញម្ដងអ្នកស្លាប់ដោយសារជំងឺ Covid-19 បានកើនឡើងជិត 1000 នាក់ហើយគិតមកដល់ថ្ងៃទី13ខែកក្កដាបន្ទាប់ពីអ្នកជំងឺ28នាក់បន្ថែមទៀតបានស្លាប់ចំណែកករណីឆ្លងថ្មីវិញក្រសួងសុខាភិបាលរកឃើញថាមាន830នាក់ក្នុងនោះភាគច្រើនជាករណីឆ្លងនៅក្នុងសហគមន៍និងមានករណីនាំចូលពីក្រៅប្រទេសជាង200នាក់នៅថ្ងៃដដែលនេះក្រសួងអះអាងថាមានអ្នកជាសះស្បើយជាង1000នាក់គិតត្រឹមព្រឹកថ្ងៃទី13ខែកក្កដាម្សិលមិញកម្ពុជាមានអ្នកកើតជំងឺ Covid-19 ជាង 62000 នាក់ក្នុងនោះអ្នកជាសះស្បើយមានជាង 54000 នាក់ចំពោះចំនួនអ្នកដែលបានចាក់វ៉ាក់សាំងវិញក្រសួងសុខាភិបាលអះអាងថាគិតមកត្រឹមថ្ងៃទី12ខែកក្កដាមានចំនួនជិត5លាននាក់ឬស្មើនឹង 50% ក្នុងចំណោមប្រជាជនដែលត្រូវចាក់វ៉ាក់សាំងចំនួន10លាននាក់ទោះបីជារដ្ឋាភិបាលសម្រុកចាក់វ៉ាក់សាំងបានជិត 50% យ៉ាងនេះក្តីក៏អ្នកស្លាប់ដោយសារជំងឺ Covid-19 និងករណីឆ្លងថ្មីនៅតែស្ថិតនៅក្នុងកម្រិតខ្ពស់ដដែលក្នុងរយៈពេល2សប្តាហ៍ចុងក្រោយនេះអ្នកឆ្លងថ្មីមានចន្លោះពីជិត900នាក់ដល់ជិត1000នាក់ខណៈអ្នកស្លាប់វិញមានចន្លោះពី19នាក់រហូតដល់ជិត40នាក់ក្នុងមួយថ្ងៃជាមួយគ្នានេះរដ្ឋាភិបាលប្រទេសជប៉ុនបានប្រកាសថានឹងផ្ដល់ជំនួយវ៉ាក់សាំងការពារជំងឺ Covid-19 ឈ្មោះ AstraZeneca ចំនួន1លានដូសជូនដល់កម្ពុជាស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី13កក្កដាថាវ៉ាក់សាំងដែលទទួលបានអាជ្ញាប័ណ្ណផលិតនៅប្រទេសជប៉ុននេះនឹងបញ្ជូនមកដល់រាជធានីភ្នំពេញនៅពេលឆាប់ៗខាងមុខចាប់តាំងពីផ្ទុះការរាតត្បាតជំងឺ Covid-19 មករដ្ឋាភិបាលទីក្រុងតូក្យូ
បានផ្ដល់ចំនួនផ្នែកសុខាភិបាលសរុបជាង$50 លានហើយជូនដល់រដ្ឋាភិបាលក្រុងភ្នំពេញដើម្បីប្រើប្រាស់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 បាទលោកអ្នកនាងកញ្ញាជាទីមេត្រីពាក់ព័ន្ធនឹងស្ថានភាពជំងឺ COVID-19 នេះដែររដ្ឋបាលខេត្តក្រចេះបានប្រកាសបិទគប់ទីតាំងទីប្រជុំជនផ្សារការ3ជាបណ្ដោះអាសន្នក្រោយពីមានករណីវិជ្ជមាន COVID-19 ជាច្រើនអ្នកចាប់ពីថ្ងៃទី13ខែកក្កដាម្សិលមិញរហូតដល់មានសេចក្តីសម្រេចជាថ្មីទន្ទឹមនឹងការបិទគប់នេះរដ្ឋបាលខេត្តក្រចេះក៏នឹងស្រាវជ្រាវរោគអ្នកពាក់ព័ន្ធដោយផ្ទាល់ឬដោយប្រយោលដើម្បីធ្វើចតាឡេសិកនិងយកសំណាក់ទៅពិនិត្យរោគមេរោគ COVID-19 បន្ថែមពីលើនេះចំពោះប្រជាពលរដ្ឋដែលធ្លាប់បានចេញចូលនិងមានការពាក់ព័ន្ធដោយផ្ទាល់ឬប្រយោលនៅក្នុងទីតាំងដោយដែលបានប្រកាសមកនេះត្រូវមកតាមដានសុខភាពរបស់ខ្លួនជាប្រចាំករណីមានរោគសញ្ញាផ្ដាសាយក្អកហៀសម្បោរឬឈឺបំពង់កនិងថប់ដង្ហើមនិងមានរោគសញ្ញាផ្សេងត្រូវមកជួបក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពចំណែករដ្ឋបាលខេត្តកំពង់ឆ្នាំងក៏បានសម្រេចបិទជាបណ្ដោះអាសន្ននៅផ្សារលើក្នុងភូមិសាស្ត្រភូមិត្រពាំង3សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងចាប់ពីថ្ងៃទី10ខែកក្កដារហូតដល់មានសេចក្តីជូនដំណឹងជាថ្មីអភិបាលខេត្តនេះឲ្យដឹងថាការបិទគប់នេះដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 បន្ទាប់ពីបានរកឃើញអ្នកឆ្លងវិជ្ជមាន COVID-19 ធ្លាប់បានចេញចូលទីតាំងខាងលើនេះដោយឡែកនៅទីក្រុងភ្នំពេញឯនេះវិញរដ្ឋបាលរាជធានីភ្នំពេញបានប្រកាសផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារមុខរបរនិងអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺ COVID-19 និងការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញចាប់ពីថ្ងៃទី10ខែកក្កដារហូតដល់ថ្ងៃទី23ខែកក្កដាខាងមុខទីកន្លែងដែលត្រូវបិទទាំងនោះរួមមានសាលារៀនសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទាំងរដ្ឋនិងឯកជនអាជីវកម្មក្លឹបកម្សាន្តគ្រប់រូបភាពដូចជាខារ៉ាអូខេរ៉ាំងកាសាលឌីស្កូតេកបៀកាដិនកាស៊ីណូអាជីវកម្មម៉ាស្សារមណីយដ្ឋានសារមន្ទីរនិងសួនកំសាន្តនានាជាដើមចំណែករោងភាពយន្តរោងសម្ដែងសិល្បៈក្លឹបហាត់ប្រាណនិងមជ្ឈមណ្ឌលកីឡាវិញក៏ត្រូវបិទបណ្ដោះអាសន្ន14ថ្ងៃផងដែរបាទលោកនាងកញ្ញាជាទីមេត្រីលោកនាងកំពុងតាមដានស្ដាប់ការផ្សាយរបស់វិទ្យុអេស៊ីស្រីពីរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិកតាក់ទងនឹងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ COVID-19 នេះដែររដ្ឋមន្ត្រីក្រសួងកសិកម្មលោកវែងសុខុនប្រាប់ទៅតំណាងក្រុមហ៊ុនសម្បត្តិដីសេដ្ឋកិច្ចរបស់វៀតណាមឲ្យផ្អាកនាំកម្មករវៀតណាមចូលមកក្នុងប្រទេសកម្ពុជាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 លោកវែងសុខុនកាលពីថ្ងៃទី12ខែកក្កដាបានចេញលិខិតមួយច្បាប់ដោយយោងតាមសំណើរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលបាននិយាយកាលពីថ្ងៃទី11ខែកក្កដាដោយស្នើសុំឲ្យបណ្ដាក្រុមហ៊ុនវៀតណាមដែលកំពុងមានវត្តមានវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជាសូមឲ្យផ្អាកធ្វើដំណើរឆ្លងកាត់ពីប្រទេសកម្ពុជាទៅវៀតណាមនិងពីវៀតណាមមកកម្ពុជាវិញជាបណ្ដោះអាសន្នដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជាសកលនៃជំងឺ COVID-19 អភិបាលរងនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តស្វាយរៀងលោករស់ផារិតបានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី12កក្កដាថារដ្ឋបាលខេត្តបានអនុវត្តតាមការណែនាំនិងអនុសាសន៍របស់ថ្នាក់ដឹកនាំក្នុងការផ្អាកការចេញចូលចំពោះបុគ្គលិកកម្មករជនជាតិវៀតណាមទាំងអស់នេះដោយបានជូនដំណឹងទៅដល់គ្រប់ស្រុកដែលមានច្រកចេញចូលតាមព្រំដែនឲ្យអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំរួចហើយកាលពីថ្ងៃទី1ខែកក្កដាឆ្នាំ2021តាមរយៈការថ្លែងសារពិសេសទៅកាន់ប្រជាពលរដ្ឋលោកហ៊ុនសែនបានណែនាំម្ដងរួចមកហើយក្នុងការទប់ស្កាត់កុំឲ្យជនជាតិវៀតណាមឆ្លងដែនចេញចូលប៉ុន្តែនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី9ខែកក្កដាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានបញ្ជាក់ថាតាមរបាយការណ៍គឺនៅតែមានជនជាតិវៀតណាមឆ្លងដែនចេញចូលមកកម្ពុជាបាទបាទលោកអ្នកនាងកញ្ញាជាទីមេត្រីលោកអ្នកនាងកំពុងតាមដានស្ដាប់ការផ្សាយរបស់វិទ្យុអេស៊ីស្រីពីរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិកក្រុមអ្នកការពារបរិស្ថានរិះគន់ថាសារអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនឲ្យប្រជាពលរដ្ឋរួមគ្នាការពារព្រៃឈើនិងបរិស្ថាននោះខ្វះភាពប្រាកដនិយមពួកគេមើលឃើញបែបនេះ
ពីព្រោះអាជ្ញាធរបានចាប់ខ្លួនសកម្មជនបរិស្ថានដាក់ពន្ធនាគារជាបន្តបន្ទាប់និងបានបង្កើនការគៀបសង្កត់គ្រប់រូបភាពលើអ្នកការពារបរិស្ថានដូចជាហាមចូលល្បាតព្រៃជាដើមប៉ុន្តែមន្ត្រីជាន់ខ្ពស់គណៈបកកណ្ដាលអំណាចនៅតែបកស្រាយថាវិធានការលើអ្នកទាំងនោះជាការអនុវត្តតាមច្បាប់បាទពីរដ្ឋធានី Washington លោកមានរិទ្ធរាយការណ៍ពុស្ដាជុំវិញព័ត៌មាននេះក្រុមអង្គការសង្គមស៊ីវិលសកម្មជនបរិស្ថាននិងសហគមន៍មូលដ្ឋានយល់ថាសាររបស់លោកហ៊ុនសែនឲ្យពលរដ្ឋចូលរួមការពារបរិស្ថាននោះគ្រាន់តែជាការសម្ដែងប៉ុណ្ណោះពីព្រោះអាជ្ញាធរនៅតែបន្តបង្ក្រាបឥតស្រាកស្រានលើសកម្មជនព្រៃឈើនិងអ្នកការពារបរិស្ថានម្យ៉ាងវិញទៀតពួកគាត់មើលឃើញថារដ្ឋាភិបាលឯកបកមួយនេះបានបរាជ័យនៅក្នុងការទប់ស្កាត់បទល្មើសព្រៃឈើនិងបទល្មើសធនធានធម្មជាតិដែលជាវិបត្តិរ៉ាំរ៉ៃនៅកម្ពុជាមន្ត្រីតស៊ូមតិនៃគម្រោងអ្នកការពារព្រៃឈើរបស់សមាគមបណ្ដាញយុវជនកម្ពុជាឬហៅកាត់ថា CYN លោកសាន់ម៉ាឡាក៏សម្គាល់ថាសកម្មជនបរិស្ថានបានរងការគំរាមកំហែងការចាប់ដាក់ពន្ធនាគារនិងការហាមឃាត់មិនឲ្យចុះល្បាតព្រៃជាដើមដែលនេះលោកថាសុទ្ធសឹងតែជារូបភាពនៃការបំបាក់ស្មារតីរបស់ពួកគាត់លោកយល់ថាសាររបស់លោកហ៊ុនសែននឹងគ្មានន័យអ្វីឡើយប្រសិនបើការធ្វើទុកបុកម្នេញទាំងនេះមិនត្រូវបានបញ្ឈប់នោះទេកន្លងមកយើងក៏ធ្លាប់បានឮជារឿយៗពីការសន្យាឬក៏ការប្រកាសរបស់គាត់ប៉ុន្តែយើងឃើញថាបញ្ហាកាប់បំផ្លាញព្រៃឈើការលុបបង្កការបំផ្លាញព្រៃកោងកាងនៅតែកើតមានជាហូរហែជំនួសឲ្យការនិយាយខ្ញុំគិតថាមានតែការធ្វើជាក់ស្ដែងនោះទេការលើកទឹកចិត្តជាក់ស្ដែងដល់ក្រុមអ្នកការពារនោះគឺជាអ្វីដែលមហាជនចង់ឃើញជាងគេស្រដៀងគ្នានេះតំណាងបណ្ដាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំលោកហ៊ឿនសុភាពថ្លែងថាការចាប់ខ្លួនសកម្មជនបរិស្ថានការប្តឹងផ្តល់អ្នកការពារព្រៃឈើនិងការបំបិទសហគមន៍មូលដ្ឋានមិនឲ្យចុះល្បាតព្រៃជាដើមនោះគឺសិតសឹងតែជាទង្វើមិនត្រឹមត្រូវតាមច្បាប់នោះឡើយលោកថាអាជ្ញាធរគួរតែងាកទៅពង្រឹងការអនុវត្តច្បាប់លើក្រុមជនល្មើសបំផ្លាញព្រៃឈើនិងធនធានធម្មជាតិវិញហើយបញ្ឈប់រាល់ការយាយីលើក្រុមសកម្មជននិងប្រជាសហគមន៍ដែលធ្វើសកម្មភាពដើម្បីការពារបរិស្ថានលោកបន្ថែមថាសាររបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅពេលនេះគឺផ្ទុយទៅនឹងអ្វីដែលកំពុងកើតមាននៅកម្ពុជានាយករដ្ឋមន្ត្រីកំពុងតែផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋទាំងអស់គឺចូលរួមក្នុងសកម្មភាពនៃការការពារបរិស្ថានធនធានធម្មជាតិប៉ុន្តែនៅពេលដែលប្រជាជនឬក៏អង្គការឬក៏បុគ្គលមួយចំនួនសកម្មជនមួយចំនួនដែលគាត់ធ្វើសកម្មភាពទាំងអស់នោះដើម្បីបរិស្ថានដើម្បីប្រទេសជាតិដើម្បីសង្គមទាំងមូលហើយมันមានផលអ្វីដែលឆ្លើយតបឬក៏តបស្នងទឹកចិត្តពួកគាត់វិញទេវាមានតែការចាប់ខ្លួនវាមានតែការគំរាមបំផិតបំភ័យទៅវិញទេអញ្ចឹងខ្ញុំគិតថាគឺជារឿងមួយដែលវាធ្វើទៅមិនត្រូវទៅលើគោលការណ៍ច្បាប់ទេវាផ្ទុយខុសទៅលើគោលការណ៍ច្បាប់ទាំងមូលការរិះគន់របស់ក្រុមអ្នកការពារបរិស្ថាននេះកើតមានឡើងក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានបង្ហោះសារនៅក្នុងថ្ងៃបុណ្យរុក្ខទិវា9កក្កដាដោយអំពាវនាវដល់ពលរដ្ឋទូទាំងប្រទេសឲ្យចូលរួមស្រឡាញ់ថែរក្សាការពារព្រៃឈើនិងដាំដុះកូនឈើឡើងវិញក្រៅពីនេះលោកក៏បានអំពាវនាវដល់ពលរដ្ឋឲ្យចូលរួមថែរក្សាការពារបរិស្ថានធនធានធម្មជាតិឲ្យបានគង់វង្សដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់មនុស្សនិងសត្វព្រមទាំងទុកជាសម្បត្តិសម្រាប់មនុស្សជំនាន់ក្រោយទៀតផងទន្ទឹមនឹងនេះលោកហ៊ុនសែនក៏បានបង្ហោះរូបភាពដាំកូនឈើជាមួយភរិយាព្រមទាំងវីដេអូចម្រៀងពីរបទទៀតអំពីព្រៃឈើថ្មីត្បិតតែវីដេអូចម្រៀងទាំងនោះនិយាយពីស្នាព្រះហស្ថរបស់អតីតព្រះមហាក្សត្រចំពោះការបង្កើតថ្ងៃបុណ្យរុក្ខទិវានិងការបន្តព្រះរាជកិច្ចនេះពីសំណាក់ព្រះមហាក្សត្របច្ចុប្បន្នក៏ដោយក៏បទចម្រៀងទាំងនោះមានបង្កប់ដោយអត្ថន័យលើកសរសើរការដឹកនាំរបស់លោកហ៊ុនសែនក្រំពេញដឹកនាំសំខាន់តែគូសន្តិភាពពេញពោយុទ្ធសាស្ត្រសំខាន់ប្រគំបរិស្ថានប្រគំកម្មសិក្សាក៏មានស្រាយនាំតាមក្នុងរួមដៃការលើកសរសើរលោកហ៊ុនសែននិងសារអំពាវនាវរបស់លោកនេះមិនស្របទៅនឹងស្ថានភាពជាក់ស្ដែងនៅកម្ពុជានោះទេក្រោមការគ្រប់គ្រងរបស់លោកជាង30ឆ្នាំមកនេះកម្ពុជាបានបាត់បង់នៅទំហំព្រៃឈើយ៉ាងសម្បើមហើយការធ្វើទុកបុកម្នេញលើអ្នកការពារបរិស្ថានកើតមានឥតលុះពេលលោកហ៊ុនសែនធ្លាប់បានសន្យាកាត់កខ្លួនឯងប្រសិនបើមិនអាចទប់ស្កាត់បទល្មើសព្រៃឈើបានក្រោយមកទៀតលោកបានថ្លែងថាលោកស្អប់អ្នកបំផ្លាញព្រៃឈើនិងចាត់ទុកការកាប់ឈើដូចជាការកាប់ក្បាលរបស់លោកក៏ប៉ុន្តែសារបែបនេះមិនអាចជួយទប់ស្កាត់វិនាសកម្មព្រៃឈើនៅកម្ពុជាបានឡើយ
ផ្ទុយទៅវិញកម្ពុជាបែរជាជាប់ឈ្មោះថាជាប្រទេសបាត់បង់ព្រៃឈើខ្ពស់ជាងគេបំផុតនៅលើពិភពលោកទិន្នន័យផ្កាយរណបផ្ដល់ដោយមជ្ឈមណ្ឌលស្រាវជ្រាវរួមឬ Joint Research Center របស់គណៈកម្មការអឺរ៉ុបនិងទិន្នន័យបម្រែបម្រួលព្រៃឈើសកល Global Forest Change របស់សាកលវិទ្យាល័យ Maryland នៃសហរដ្ឋអាមេរិករកឃើញថាមានការកើនឡើងមិនធ្លាប់មានពីមុនមកនៅការបាត់បង់ព្រៃឈើប្រចាំឆ្នាំនៅកម្ពុជាគិតចាប់ពីឆ្នាំ2000រហូតដល់ដំណាច់ឆ្នាំ2019កម្ពុជាបានបាត់បង់គម្របព្រៃឈើរហូតដល់ទៅ 26% ស្មើនឹង2លាន3សែនហិកតាដោយឡែកគ្រាន់តែក្នុងឆ្នាំ2019មួយដែនជម្រកសត្វព្រៃឡង់បានបាត់បង់ព្រៃរហូតដល់ទៅ 7,500 ហិកតាស្មើនឹងការកើនឡើងដល់ទៅ 73% ពីឆ្នាំ2018ដែលមានន័យថាក្នុង1ម៉ោងដែនជម្រកសត្វព្រៃឡង់បាត់បង់ព្រៃឈើស្មើនឹងទំហំធំជាងតារាងបាល់ទាត់មួយទៅទៀតតួលេខនេះធ្វើឲ្យកម្ពុជាក្លាយជាប្រទេសទី10នៅក្នុងពិភពលោកដែលរងនឹងការបាត់បង់ព្រៃឈើខ្លាំងជាងគេបំផុតនៅក្នុងឆ្នាំ2019គឺរហូតដល់ទៅជាង 63,000 ហិកតាភាគច្រើននៃព្រៃឈើទាំងនោះត្រូវបានគេកាប់បំផ្លាញទាំងយប់ទាំងថ្ងៃដើម្បីធ្វើអាជីវកម្មដោយខុសច្បាប់ដឹកជញ្ជូនទៅកាន់ប្រទេសវៀតណាមក្រៅពីមិនអាចទប់ស្កាត់បទល្មើសព្រៃឈើទាំងនោះហើយរដ្ឋាភិបាលលោកហ៊ុនសែនបានសម្រេចចិត្តដោយខ្វះការទទួលខុសត្រូវធំមួយទៀតចំពោះបញ្ហាព្រៃឈើនេះនោះគឺការរំសាយចោលដែនជម្រកសត្វព្រៃស្នួលនៅក្នុងខេត្តក្រចេះនិងដែនជម្រកសត្វព្រៃរនាមដូនសំនៅក្នុងខេត្តបាត់ដំបងដែលមានផ្ទៃដីសរុបជាង 100,000 ហិកតាក្រុមហេតុផលថាតំបន់ទាំងពីរនោះអស់សក្តានុពលជាតំបន់ការពារធម្មជាតិក្រុមសកម្មជនរកឃើញថាការវិនិច្ឆ័យហិនហោចនៃតំបន់ការពារធនធានធម្មជាតិទាំងពីរនេះគឺបង្កឡើងដោយក្រុមហ៊ុនឯកជនដែលបានទទួលដីសម្បត្តិសេដ្ឋកិច្ចពីរដ្ឋាភិបាលនៅចន្លោះឆ្នាំ2011ដល់ឆ្នាំ2012អាជ្ញាធរមិនបាននាំខ្លួនជនណាម្នាក់មកទទួលខុសត្រូវចំពោះវិនាសកម្មព្រៃឈើនេះឡើយហើយក៏គ្មានការស្ដារព្រៃឈើឡើងវិញនៅតំបន់ទាំងពីរនេះដែលទង្វើនេះផ្ទុយទាំងស្រុងទៅនឹងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិជាងនេះទៅទៀតអាជ្ញាធរបានបង្កើនការបង្ក្រាបឥតបន័យដៃលើក្រុមអ្នកការពារព្រៃឈើនិងបរិស្ថានដោយប្រើប្រាស់ប្រព័ន្ធតុលាការចាប់តាំងពីឆ្នាំ2015រហូតមកដល់ពាក់កណ្ដាលឆ្នាំ2021យ៉ាងហោចណាស់មានសកម្មជនបរិស្ថានជាង10នាក់ត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារដោយសារតែកិច្ចការងារការពារបរិស្ថានរបស់ពួកគេករណីចុងក្រោយគឺការចាប់ខ្លួនសកម្មជនមេដាធម្មជាតិ3នាក់បន្ថែមទៀតរួមមានកញ្ញាសុនរដ្ឋាលោកយឹមលៀងហ៊ីនិងយុវជនលីច័ន្ទរាវុធក្រៅពីនេះអាជ្ញាធរបានឃាត់ខ្លួនសកម្មជនព្រៃឈើជាហូហែនៅពេលដែលអ្នកទាំងនោះចុះស៊ើបអង្កេតបទល្មើសព្រៃឈើគណៈសហគមន៍មូលដ្ឋានវិញអាជ្ញាធរបន្តរារាំងពួកគាត់មិនឲ្យចុះល្បាតព្រៃបានឡើយក្រុមហេតុផលថាពួកគាត់ធ្វើសកម្មភាពដោយគ្មានការអនុញ្ញាតជុំវិញការចាប់ខ្លួនសកម្មជនបរិស្ថានអ្នកនាំពាក្យគណៈបកកណ្ដាលអំណាចលោកសុកអេសានថ្លែងដដែលថានេះគឺជាការអនុវត្តច្បាប់ហើយការហាមឃាត់ប្រជាសហគមន៍មិនឲ្យចុះល្បាតព្រៃនោះលោកបញ្ជាក់ថាដោយសារពួកគាត់មិនបានសុំកិច្ចសហការពីអាជ្ញាធរមូលដ្ឋានទាក់ទងនឹងរឿងបាត់បង់ព្រៃឈើវិញលោកសុកអេសានបកស្រាយថាព្រៃឈើទាំងនោះត្រូវបានជំនួសវិញដោយព្រៃកៅស៊ូស្វាយចន្ទីនិងដំណាំហូបផ្លែដទៃទៀតចង់ទុកគម្របព្រៃឈើធ្វើអីពីមុនមកចង្ការកស៊ូសល់ពីបារាំងមកតែ 50,000 ហិកតាទេឥឡូវគេកាប់ព្រៃឈើណាដែលវាអត់មានផលប្រយោជន៍សំខាន់នោះឲ្យធ្វើជាចង្ការកស៊ូឥឡូវចង្ការកស៊ូវាឡើង 30,000 ហិកតាអាចង្ការកស៊ូនឹងឯងព្រៃឈើដែរឲ្យគម្របបៃតងដែរមួយទៀតការវិនិយោគប្រទេសគេដាំដើមឈើដូចជាដើមម្រេចដូចជាដើមស្វាយចន្ទីដូចជាដើមឈើស៊ីផ្លែមានគូលែនមានអីឡាក់ហ្នឹងអាហ្នឹងក៏ជាគម្របព្រៃឈើដែរថាវាមិនមែនថាអស់ខ្លងត្បែងថាអស់ព្រៃឈើណាទោះជាយ៉ាងណាមន្ត្រីអង្គការសង្គមស៊ីវិលថ្លែងថាការបកស្រាយបែបនេះរបស់មន្ត្រីជាន់ខ្ពស់បកកណ្ដាលអំណាចមិនឆ្លុះបញ្ចាំងពីការពិតនោះទេហើយក៏មិនស្របតាមគោលការណ៍ច្បាប់នោះដែរមន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាត់ហុកលោកប៉ែនបូណាមានប្រសាសន៍ថាការបាត់បង់ព្រៃធម្មជាតិជំនួសមកវិញដោយព្រៃកស៊ូនិងដំណាំដទៃទៀតនោះមិនបានធ្វើឡើងស្របតាមច្បាប់និងនីតិវិធីត្រឹមត្រូវនោះឡើយលោកថាព្រៃធម្មជាតិបាត់បង់ដោយការកាប់បំផ្លាញនិងការរុករានរបស់ក្រុមហ៊ុនឯកជននិងបុគ្គលមានលុយមានអំណាចគឺដោយសារតែមានការខុបខិតគ្នាជាមួយនឹងអាជ្ញាធរពាក់ព័ន្ធលោកបញ្ជាក់ថាតំបន់ដែលមានការកាប់បំផ្លាញព្រៃឈើភាគច្រើនគឺជាតំបន់ព្រៃស្រោង
ឬពាក់កណ្ដាលព្រៃស្រោងដែលច្បាប់ហាមឃាត់ជាងនេះទៅទៀតព្រៃកស៊ូនិងដំណាំហូបផ្លែទាំងនោះមិនមានគុណតម្លៃស្មើនឹងព្រៃធម្មជាតិនោះឡើយមានកម្រព្រៃឈើដែលចំនួនឡើងដោយចំការកស៊ូហ្នឹងវាពិតជាត្រឹមត្រូវក៏ប៉ុន្តែយើងសួរថាតើប្រភពដើមនៃចំការកស៊ូហ្នឹងគឺដីព្រៃតើប្រព្រឹត្តតាមផ្លូវច្បាប់ទេវាអត់មកមានន័យថាលក្ខណៈជាបុគ្គលចូលទៅកាប់ដីព្រៃដែលអាងអំណាចអាងទឹកលុយយ៉ាងជាដើមហ្នឹងមិនអ្នករាប់ពាន់ហិកតាខ្លះដល់ចិត្តមើលហិកតាហើយមិនតាមតែកស៊ូទេតាមអីមកកោទៀតគឺអត់មានអនុវត្តទៅតាមផ្លូវច្បាប់ទេអញ្ចឹងអ្នកដែលកាប់រៀនអក្រិតជនដែលបានកាប់រៀនដីព្រៃកាប់ឈើកាប់អីទាំងអស់ហ្នឹងតែខាត្រូវតែទទួលទោសលោកប៉ែនម៉ូណាបន្ថែមថាសាររបស់លោកហ៊ុនសែនដែលស្នើឲ្យរួមគ្នាការពារព្រៃឈើនិងបរិស្ថាននៅពេលនេះទំនងជាមិនបានផលអ្វីឡើយពីព្រោះលោកធ្លាប់បញ្ចេញសារព្រមានធ្ងន់ធ្ងរជាច្រើនលើកច្រើនសារមកហើយក៏ប៉ុន្តែនៅតែមិនអាចទប់ស្កាត់បទល្មើសធនធានធម្មជាតិបាននោះឡើយទោះជាយ៉ាងណាក្រមមន្ត្រីសង្គមស៊ីវិលនិងប្រជាសហគមន៍លើកឡើងថាមានចំណុចសំខាន់មួយចំនួនដែលរដ្ឋាភិបាលរបស់លោកហ៊ុនសែនអាចធ្វើបានដើម្បីបង្ហាញពីសុឆន្ទៈនៅក្នុងការបើកឲ្យពលរដ្ឋចូលរួមការពារបរិស្ថាននិងធនធានធម្មជាតិឡើងវិញចំណុចទាំងនោះរួមមានជាអាចដូចជាការដោះលែងសកម្មជនបរិស្ថានដែលកំពុងជាប់ឃុំទម្លាក់ចោលរាល់បទចោទទាំងឡាយលើអ្នកការពារបរិស្ថាននិងអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងទៅលើបុគ្គលឬក្រុមហ៊ុនដែលបំផ្លិចបំផ្លាញធនធានធម្មជាតិនិងអាជ្ញាធរដែលខុបខិតជាមួយគ្នានេះអាជ្ញាធរត្រូវបើកឲ្យប្រជាសហគមន៍និងក្រុមសកម្មជនអាចចុះល្បាតព្រៃឡើងវិញនិងស៊ើបអង្កេតពីបទល្មើសធនធានធម្មជាតិបានដោយគ្មានការរារាំងខ្ញុំបាទមេរិត Visual C សេរីរាយការណ៍ពីរដ្ឋធានី Washingtonបាទលោកនាងកញ្ញាជាទីមេត្រីប្រជាពលរដ្ឋដែលរងគ្រោះដោយសារទំនប់វារីអគ្គិសនីសេសានក្រោម2អះអាងថាប្រជាពលរដ្ឋ 1000 គ្រួសារក្នុងនោះភាគច្រើនជាជនជាតិចាមបានប្រើឧបករណ៍នេសាទខុសច្បាប់ចាប់ត្រីទ្រង់ត្រីធំនៅតំបន់បាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោម2នៃខ្សែទឹកខាងលើក្នុងរដូវបិទនេសាទអ្នកភូមិថាក្រោយពីអាជ្ញាធរបិទគប់ទន្លេសេសានដើម្បីសាងសង់ទំនប់វារីអគ្គិសនីត្រីជាច្រើនប្រភេទច្រើននៅតំបន់បាតអាងដោយសារមិនអាចផ្លាស់ទីបាននោះបានផ្ដល់ឱកាសឲ្យអ្នកនេសាទប្រើឧបករណ៍នេសាទខុសច្បាប់ចាប់ត្រីនៅតំបន់នោះហើយនាំចេញយកទៅលក់នៅប្រទេសវៀតណាមនិងទីផ្សារក្នុងស្រុកបាទពីរដ្ឋធានី Washington លោកហេងរស្មីមានសេចក្តីរាយការណ៍មួយទៀតជុំវិញព័ត៌មាននេះជនជាតិដើមភាគតិចភ្នំរស់នៅភូមិក្បាលរមាសឃុំក្បាលរមាសស្រុកសេសានឲ្យដឹងនៅថ្ងៃទី5ខែកក្កដាថាជនជាតិចាមនិងពលរដ្ឋចំណូលស្រុកបានពង្រាយអួនព័ទ្ធជុំវិញនៅតំបន់សម្បូរត្រីនៅតាមដងទន្លេសេសានទន្លេស្រែពកនិងព្រៃលិចទឹកគៀកភូមិក្បាលរមាសចាស់និងមួយចំនួនទៀតនៅក្នុងឃុំស្រែគោពួកគេអះអាងថាទូកនេសាទរាប់រយគ្រឿងបានអណ្ដែតពេញផ្ទៃទន្លេដើម្បីនេសាទត្រីនៅផ្នែកខាងលើទំនប់សេសានក្រោម2ក្នុងទន្លេសេសានជាប់ព្រំដែនខេត្តរតនគិរីល្មើសទៅនឹងបំរាមរបស់អាជ្ញាធរដែលហាមមិនឲ្យនេសាទត្រីនៅក្នុងរដូវបិទនេសាទប្រជាសហគមន៍ភូមិក្បាលរមាសលោកស្រីស្រាំងឡាញ់ថ្លែងថាប្រជាពលរដ្ឋចំណូលស្រុកនិងជនជាតិចាមប្រមាណ 1000 គ្រួសារបានសម្រុកចូលនេសាទនៅក្នុងតំបន់នោះបង្កប៉ះពាល់កន្លែងអភិរក្សជីវសាស្ត្រចម្រុះនិងព្រៃសហគមន៍របស់អ្នកភូមិលោកស្រីថាក្រុមប្រជាពលរដ្ឋទាំងនោះបានសង់ជម្រកបោះតង់និងមួយចំនួនទៀតសង់ផ្ទះបណ្ដែតទឹកតាមដងទន្លេសេសាននិងទន្លេស្រែពកជាច្រើនខែមកហើយដើម្បីនេសាទត្រីធ្វើអាជីវកម្មបង្កឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋម្ចាស់ស្រុកមិនអាចនេសាទចាប់ត្រីជាលក្ខណៈគ្រួសារបានលើពីនេះអ្នកនេសាទខ្លះបានមកស្នាក់នៅតាមផ្ទះនៅក្នុងភូមិក្បាលរមាសចាស់ដែលទុកចោលដោយសារតែក្រុមហ៊ុនបិទទ្វារទឹកពន្លិចភូមិកំណើតរបស់ពួកគាត់ឧបករណ៍របស់គាត់នឹងចាប់ត្រីរៀលក៏មានចាប់ត្រីធំក៏មានគ្រប់ប្រភេទអាលបធំត្រូវត្រីធំទៅអាប្រើ100មិនរឹសមកចាប់ត្រីរៀលក៏រហូតដល់ត្រីធំចាប់ទាំងអស់នេសាទនៅចំណាក់ស្រុកនឹងគឺធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កលែងអភិរក្សដល់កលែងការពាររបស់ជនជាតិដើមភាគតិចតំណងរបស់យើងខ្ញុំស្ត្រីដដែលបានបន្ថែមថាភូមិក្បាលរមាសចាស់បច្ចុប្បន្នជាបាតអាងទំនប់វារីអគ្គិសនីបានคล้ายទៅជាកន្លែងនេសាទត្រីយ៉ាងពេញទំហឹងព្រោះក្រុមអ្នកនេសាទបានពង្រាយអួនរាប់រយម៉ែត្រព័ទ្ធភូមិទាំងនោះដើម្បីចាប់ត្រីមេពូជនិងត្រីផ្សេងទៀតបន្ថែមលើពីនេះលោកស្រីថាអ្នកនេសាទទាំងនោះ
បានចាប់ត្រីជាច្រើនតោនជារៀងរាល់ថ្ងៃដែលជាហេតុធ្វើឲ្យទិន្នផលត្រីថយចុះខ្លាំងប៉ះពាល់ដល់ជីវភាពអ្នកភូមិណាមួយគឺបារម្ភខ្លាចអស់ត្រីរាល់ថ្ងៃគឺបាត់បង់ត្រីមួយចំនួនធំហើយបើមិនដកថយក្រុមនេសាទក្រុមជនល្មើសមួយចំនួនធំនេះនៅតែរំកិលមកថែមទៀតតែហេតុជានឹងបាត់បង់ត្រីអស់ហើយដែលធ្លាប់មានពីមុននឹងបាត់បង់អស់ហើយចំណាក់ស្រុកមករស់នៅតាមមាត់ទឹកនឹងប្រជាពលរដ្ឋភូមិខ្លួនឯងបែរជាអត់មានកលែងរកស៊ីទៅវិញអ្នកជំនាញបរិស្ថានសង្កេតឃើញថាចាប់តាំងពីអាជ្ញាធរបិទគប់ទន្លេសេសាននៅក្នុងខេត្តស្ទឹងត្រែងដើម្បីសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម2កាលពីចុងឆ្នាំ2017មកត្រីរាប់រយប្រភេទបានគឿងនៅក្នុងតំបន់អាំងមិនអាចផ្លាស់ទីមកខ្សែទឹកខាងក្រោមបានចំណែកឯត្រីប៉ាស៊ីអ៊ីនិងត្រីប៉ាវាដែលជាប្រភេទត្រីកម្របានធ្លាក់ចុះខ្លាំងស្ទើរតែផុតពូជដោយសារតែការសាងសង់ទំនប់និងបាត់ល្មើសនេសាទអាស៊ីសេរីមិនអាចតាក់ទងសុំការបំភ្លឺរឿងនេះពីប្រធានរដ្ឋបាលជលផលខេត្តស្ទឹងត្រែងលោកទុំនីរ៉ូបាននៅឡើយទេនៅថ្ងៃទី5កក្កដាដោយទូរស័ព្ទហៅចូលជាច្រើនដងតែគ្មានអ្នកទទួលប៉ុន្តែអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងលោកម៉ែនគង់មានប្រសាសន៍ថាបើសិនបើមានករណីដូច្នោះសូមឲ្យប្រជាពលរដ្ឋផ្ដល់ព័ត៌មានទៅឲ្យអាជ្ញាធរសមត្ថកិច្ចនិងមន្ត្រីជំនាញជាបន្ទាន់ដើម្បីឲ្យអាជ្ញាធរចុះអន្តរាគមន៍ទប់ស្កាត់លោកថាអាជ្ញាធរខេត្តបានដាក់ចេញនៅផែនការមេបំណងការពារត្រីមេពូជនៅរដូវបិទនេសាទនិងដើម្បីទប់ស្កាត់បទល្មើសនេសាទគ្រប់រដូវកាលលោកបន្ថែមថាអាជ្ញាធរបានពង្រឹងសកម្មភាពការងារសហគមន៍នេសាទនិងផែនការសកម្មភាពនានាដើម្បីទប់ស្កាត់បទល្មើសនេសាទនៅតាមអន្លង់អភិរក្សនិងតំបន់ការពារត្រីមេពូជទាំងអស់គឺយើងធ្វើការអប់រំណែនាំបើមិនរៀងចោលទេការបំពេញដោយចេតនាទៅលើការកំណត់នៅក្នុងច្បាប់ការជូនដំណឹងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ដំណាក់ថ្នាក់ហើយនៅតែមិនអនុវត្តតាមទៀតគឺមានតកតាមសំណុំរឿងបញ្ជូនទៅខាងស្ថាប័នតុលាការដើម្បីអនុវត្តនីតិវិធីយើងធ្វើច្រើនដងយើងធ្វើករណីនេះច្រើនមកហើយចំពោះបងប្អូនជាបរិបទឬក៏អ្នកនេសាទទាំងឡាយណាដែលគាត់មិនគោរពទៅតាមវិធានការច្បាប់ជាគោលអាជ្ញាធរខេត្តស្ទឹងត្រែងបានប្រកាសរដូវបិទនេសាទចាប់ពីខែឧសភារហូតដល់ចុងខែតុលាឆ្នាំ2021ប៉ុន្តែអ្នកភូមិអះអាងថាមន្ត្រីជំនាញជលផលនិងអ្នកនេសាទបានខុបខិតគ្នានេសាទប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ចាប់ត្រីនៅតាមដងទន្លេសេសាននិងទន្លេស្រែពកនៅខ្សែទឹកខាងលើទំនប់ត្រីដែលគេនេសាទបានជាច្រើនតោនស្ទើរតែជារៀងរាល់ថ្ងៃមួយចំនួនបានដឹកទៅលក់នៅក្នុងប្រទេសវៀតណាមរាជធានីភ្នំពេញនិងខេត្តរតនគិរីមេឃុំស្រែកជាប់ឆ្នោតដែលរបបក្រុងភ្នំពេញដកពីតំណែងគឺលោកសៀកមេគង្គសង្កេតឃើញថាការអនុវត្តច្បាប់នេសាទរបស់មន្ត្រីជំនាញមានស្តង់ដារ2បើសិនបើប្រជាពលរដ្ឋណាបង់លុយទៅឲ្យអាជ្ញាធរទើបអាចនេសាទត្រីបានដោយសេរីចំណែកឯប្រជាពលរដ្ឋណាដែលមិនបានសោកប៉ាន់ដល់មន្ត្រីជំនាញទេនឹងប្រឈមមុខចំពោះមុខច្បាប់លោកបន្ថែមថាក្រោយពីបិទគប់ទំនប់ត្រីកម្រមេពូជជាច្រើនប្រភេទបានបង្កកំណើតនៅខ្សែទឹកខាងលើក្នុងឃុំចំនួន3និងមានត្រីខ្លះទៀតបានបង្កកំណើតនៅតំបន់នោះឃើញថ្ងៃហ្នឹងក៏គាត់បង្ក្រាបគាត់នៅលឿនលំជាមួយខ្សែរយៈណាមានខ្សែរយៈទៅក៏ដាក់បានអូនណាអត់មានខ្សែរយៈក៏បង្ក្រាបចាស់ដៃទៅតែសូមសំណសូដល់អាជ្ញាធរដែលមានសមត្ថកិច្ចគួរតែធ្វើការឲ្យមានតម្លាភាពពីព្រោះធនធានធម្មជាតិហ្នឹងគឺសំខាន់ណាស់ពីព្រោះការជីវភាពដោះស្រាយសេដ្ឋកិច្ចប្រជាពលរដ្ឋគឺធនធានធម្មជាតិហើយសំខាន់ជាងគេជាមួយគ្នានេះដែរនាយកប្រតិបត្តិអង្គការបណ្ដាញការពារទន្លេ3លោកលៀកមុនលៀបស្នើឲ្យអាជ្ញាធរជំរុញការអនុវត្តច្បាប់ជលផលឲ្យបានតឹងរ៉ឹងនិងកំណត់តំបន់អភិរក្សឲ្យបានច្បាស់លាស់នៅខ្សែទឹកខាងលើទំនប់លោកបារម្ភថាការបណ្ដោយឲ្យអ្នកខាងក្រៅចូលមកនេសាទនៅតំបន់បាតអាងនឹងបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ជនជាតិដើមភាគតិចដែលបដិសេធមិនទទួលយកសំណងពីក្រុមហ៊ុនអាជ្ញាធរគួរណាស់តែលោកបន្តរឿងនឹងឲ្យបានគត់មុតដើម្បីរក្សាធនធានជលផលហ្នឹងសម្រាប់សហគមន៍ដែលគាត់នៅជុំវិញហ្នឹងប្រសើរជាងដែលយើងបើកដៃឲ្យអ្នកដែលនៅក្រៅតំបន់ហ្នឹងគាត់ចូលមកនេសាទដោយមិនមានការគ្រប់គ្រងអញ្ចឹងវាធ្វើឲ្យសហគមន៍ដែលគាត់រងគ្រោះដែលការទំនុកផងកាន់តែអត់បានទទួលផលពីធនធានអស់ទៅនឹងទៀតមន្ត្រីសង្គមស៊ីវិលរូបនេះបានបន្តថាការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នៅរដូវបិទនេសាទរួមមានចរន្តអគ្គិសនីឆក់ត្រីនិងឧបករណ៍ដាក់របាំងព្រួលឬអួននៅតាមទន្លេក៏ជាបញ្ហាបំបត្តិពូជត្រីនិងធ្វើឲ្យទិន្នផលត្រីថយចុះខ្លាំងហេតុនេះលោកជំរុញឲ្យសហគមន៍នេសាទអាជ្ញាធរនិងអង្គការសង្គមស៊ីវិលមូលគំនិតគ្នា
កំណត់តំបន់បាតអាងដែលជាកន្លែងអភិរក្សត្រីដើម្បីការពារការបង្កកំណើតរបស់ត្រីប្រភេទនេះលោកបានបន្ថែមថាត្រីនៅក្នុងអាងទំនប់វារីអគ្គិសនីបានកើនឡើងជាច្រើនតែចំពោះត្រីណាដែលអាចរស់នៅក្នុងតំបន់ដែលមិនអាចផ្លាស់ទីឆ្ងាយបានតែប៉ុណ្ណោះដូចជាត្រីក្អែកត្រីរៀលត្រីឆ្ពិននិងត្រីឆ្តោយជាដើមមកដល់ពេលនេះបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម2មានផ្ទៃដីរាប់ម៉ឺនហិកតានិងមានវិសាលភាពផ្ទៃទឹកធំធេងគ្របដណ្ដប់ក្នុងឃុំមួយចំនួនក្នុងខេត្តស្ទឹងត្រែងលាតសន្ធឹងដល់ខេត្តរតនគិរីខ្ញុំបាទហេងរស្មីអាស៊ីសេរីពីរដ្ឋធានី Washington បាទលោកនាងកញ្ញាជាទីមេត្រីអាជ្ញាធរវៀតណាមនៅតែបន្តបិទព្រំដែនទឹកនិងរារាំងមិនឲ្យចល័តបែត្រីនិងផ្ទះបណ្ដែតទឹកឆ្លងចូលប្រទេសវៀតណាមដដែលសង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលចរចាជាមួយវៀតណាមឲ្យទទួលយកជនជាតិរបស់ខ្លួនត្រឡប់ទៅប្រទេសរបស់ពួកគេវិញបាទពីរដ្ឋធានី Washington អ្នកស្រីខែសុនងរាយការណ៍ជុំវិញព័ត៌មាននេះអ្នករស់នៅតាមបែរនឹងផ្ទះបណ្ដែតទឹកជាច្រើនដែលបានឡើងគោកបន្តជួលដីនឹងផ្ទះស្នាក់នៅខណៈអ្នកចិញ្ចឹមត្រីខ្នាតធំមួយចំនួនពុំទាន់អាចឡើងគោកបាននៅឡើយជនជាតិចាមដែលធ្លាប់រស់នៅលើបែរចិញ្ចឹមត្រីក្នុងខណ្ឌឫស្សីកែវលោកស្រីស្មានម៉ៃសំឲ្យដឹងនៅថ្ងៃទី13កក្កដាថាពួកគាត់បានឡើងគោកអស់ហើយក្រោយអាជ្ញាធរដើរដេញម្ដងទៀតដោយបង្ខំឲ្យពួកគាត់ឡើងផុតពីច្រាំងទន្លេឯបែរនៅក្នុងទឹកទន្លេក៏រុះរើចេញអស់ទាំងស្រុងដែរលោកស្រីបន្តថាបច្ចុប្បន្ននៅម្ដុំច្រាំងចម្រេះមិនមានបែរត្រីឬផ្ទះបណ្ដែតទឹកទៀតឡើយគេឡើងមកលើគោកអស់ហើយខ្លះជួលផ្ទះទៅខ្លះអត់ដីនៅទៅជួលផ្ទះគេនៅទៅខ្លះមានដីនៅនឹងសាំងសង់នៅលើគោកនឹងធ្វើផ្ទះឈើតូចតាចមុំណាអូនតែធ្វើផ្ទះថ្មគេឲ្យធ្វើអញ្ចឹងណាគេថាគេដេញមកសាទៀតអញ្ចឹងណាតែគុំមីងអីនឹងមកធ្វើផ្ទះឈើនៅលើនេះគាត់ថាអើបើគេដេញក៏គេគូតទៅទៀតទៅដឹងធ្វើម៉េចទេហ្នឹងតែយ៉ាងណាអាជ្ញាធរបានអនុញ្ញាតឲ្យអ្នកដែលមានបែរត្រីធំអាចចល័តចេញនិងទៅស្នាក់នៅបណ្ដោះអាសន្នមួយរយៈនៅម្ដុំវត្តគ្រោះក្នុងខណ្ឌព្រែកភ្នៅជនជាតិវៀតណាមម្នាក់គឺលោកផុនអាដែលបានចល័តបែរទៅភូមិគ្រោះឲ្យដឹងថាលោកមិនទាន់មានលទ្ធភាពអាចឡើងគោកបានទេដោយសារត្រីមិនទាន់ធំអាចចាប់លក់បានហើយលោកក៏មិនទាន់អាចសន្មតពេលណាបានដែរលោកបន្តថាបច្ចុប្បន្នមានបែរត្រីធំរបស់ជនជាតិវៀតណាមនិងជនជាតិចាមប្រហែល200បែរការស្នាក់នៅទីតាំងថ្មីមានការពិបាកជាងមុនដោយសារគ្មានអគ្គិសនីប្រើប្រាស់និងគ្មានទីផ្សារសម្រាប់លក់ត្រីចេញលោកផុនអានិយាយថាពួកគាត់បានចល័តបែរត្រីឲ្យនៅគៀកគ្នាហើយបញ្ឆេះម៉ាស៊ីនភ្លើងដើម្បីបំភ្លឺនៅពេលក្បាលប្រលប់ជាងនេះទៅទៀតត្រីនៅក្នុងបែរក៏ងាប់ច្រើនជាងមុនដែរព្រោះទឹកទន្លេមានសារធាតុពុលទោះជាយ៉ាងនេះក្តីជនជាតិវៀតណាមរូបនេះអះអាងថាលោកគ្មានបំណងចង់វិលត្រឡប់ទៅប្រទេសវៀតណាមវិញទេលោកអះអាងថាលោកធំធាត់នៅស្រុកខ្មែរដូច្នេះមិនដឹងថាត្រូវទៅរស់នៅឬរកស៊ីអ្វីនៅប្រទេសវៀតណាមនោះឡើយបន្ថែមពីនេះលោកចង់ឡើងគោកហើយប្រកបរបរចិញ្ចឹមត្រីនៅក្នុងស្រះវិញបែរគេឲ្យអត់ចាំត្រីគេអត់ខ្វល់គេទៅធ្វើកម្មករគេអញ្ចឹងដោយសារបែរគេអត់មានចាំត្រីយកគេឃើញអញ្ចឹងទៅគេរុះចោលទៅគេមានឡើងជួលផ្ទះទៅគេនៅទៅផឹកឡើងទៅកូនចៅគេទៅធ្វើកម្មករគេអញ្ចឹងគេបានលុយឲ្យយើងចាំត្រីយើងនៅខ្វល់រឿងត្រីយើងនឹងចាំហ្នឹងនិយាយទៅបងតែឥឡូវនេះឲ្យចាំនៅទន្លេក៏ចិត្តអត់ចង់ចាំដែរមកចង់ឡើងវាគោកយើងរកមុខរបរផ្សេងយើងរកទៅល្អជាងព្រោះទឹកឥឡូវវាពលងាកទៅពលចាំត្រីក៏អត់បានចំណេញដែរបងច្រើនតែខាតទៅវិញលោកផុនអាយដឹងទៀតថាអ្នកដែលមានលទ្ធភាពភាគច្រើនបានឡើងគោកទៅរកជួលដីឬផ្ទះអ្នកភូមិស្នាក់នៅអស់ហើយនិងបានបដូរមុខរបរធ្វើជាកម្មករឯអ្នកគ្មានលទ្ធភាពមួយចំនួនកំពុងបណ្ដែតបែរត្រីចុះឡើងនៅក្នុងទន្លេដោយគ្មានគោលដៅខណៈអ្នកខ្លះទៀតកំពុងសម្ចតនៅក្បែរព្រំដែនទឹកក្អមសំណនៃស្រុកលើកដែកជាប់ព្រំដែនប្រទេសវៀតណាមនៅទីនោះអាជ្ញាធរវៀតណាមមិនអនុញ្ញាតឲ្យផ្ទះបណ្ដែតទឹកឬបែរចូលទៅខាងវៀតណាមឡើយលោកផុនអាប្រាប់ថាជនជាតិវៀតណាមជាច្រើនបានសម្ចតនៅទីនោះដោយសារមិនដឹងត្រូវទៅណាបន្តទៀតជុំវិញករណីនេះវិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីសមាគមវៀតណាមនៅកម្ពុជាលោកសឹមជឺនិងអភិបាលស្រុកលើកដែកលោកចាបច័ន្ទវិទ្យាបានទេនៅថ្ងៃទី12ខែកក្កដាអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោកគៀតច័ន្ទថារិទ្ធប្រាប់ថាលោករវល់ប្រជុំចំណែកអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោកកៅវ៉ាន់ថនវិញមិនទទួលទូរស័ព្ទ
តំណាងអង្គការការពារសិទ្ធិជនជាតិដើមភាគតិចសាខាខេត្តកំពង់ឆ្នាំងលោកតតកឹមស្រួយមានប្រសាសន៍ថាលោកទទួលដំណឹងមកថាអាជ្ញាធរវៀតណាមពិតជាបន្តរារាំងជនជាតិវៀតណាមមិនឲ្យបណ្តែតបាយត្រីនិងផ្ទះចូលទៅប្រទេសវៀតណាមមែនលោកសោកស្ដាយចំពោះទង្វើរបស់អាជ្ញាធរវៀតណាមក្នុងការបន្តទុកឲ្យពលរដ្ឋខ្លួនឯងរស់នៅក្នុងស្ថានភាពលំបាកបែបនេះលោកស្នើសុំឲ្យរដ្ឋាភិបាលជំរុញឲ្យវៀតណាមទទួលយកពលរដ្ឋខ្លួនត្រឡប់ទៅប្រទេសវិញពួកគាត់ហ្នឹងដោយសារពាក់ព័ន្ធទៅនឹងទ្រព្យសម្បត្តិបើតាមខ្ញុំដឹងផ្ទះមួយវាយអស់ទៅ$20,000 $30,000អីចឹងផ្ទះបណ្តែតទឹកហ្នឹងតែមានបាយត្រីមានអីចឹងត្រង់ដែលគាត់ស្ដាយរបស់របរគាត់ហ្នឹងឯងបានគាត់ខំបណ្តែតខ្លួនខំអូសផ្ទះអូសសបាយដើម្បីចូលទៅនៅប្រទេសរបស់ខ្លួនគាត់មិនទទួលចឹងគាត់ហើយបើកម្ពុជាយើងធ្វើអន្តរាគមន៍យ៉ាងណាដើម្បីឲ្យពួកគាត់ហ្នឹងកុំឲ្យរស់នៅតែតើឲ្យពួកគាត់បានចូលទៅក្នុងប្រទេសខាងបណ្ដារបស់គេវិញផងបាទអាជ្ញាធររាជធានីភ្នំពេញបានចុះរុះរើបាយត្រីផ្ទះបណ្តែតទឹកនិងសំណង់អនាធិបតេយ្យចេញពីទន្លេកាលពីថ្ងៃទី12ខែមិថុនាមួយខែក្រោយមកអាជ្ញាធរមិនទាន់បង្ហាញរបាយការណ៍នៃការរុះរើនេះទេអ្នករស់នៅតាមបែរត្រីនិងផ្ទះបណ្តែតទឹកនោះទៀតសោតក៏មិនបានរុះរើឡើងគោកទាំងស្រុងដែរដោយអ្នកខ្លះសុកចិត្តបណ្តែតទៅទីតាំងផ្សេងហើយភាគច្រើនបណ្តែតចុះតាមទន្លេមេគង្គក្រោមទៅចតក្បែរព្រំដែនវៀតណាមស្ថិតនៅក្នុងព្រំដែនទឹកក្អមសំណនៃស្រុកលើកដែកអាជ្ញាធរមូលដ្ឋាននៃស្រុកលើកដែកធ្លាប់បញ្ជាក់ថាគិតត្រឹមថ្ងៃទី30ខែមិថុនាមានផ្ទះបណ្តែតទឹកនិងបាយចិញ្ចឹមត្រីជាង100និងមានមនុស្សជាង400នាក់បានបណ្តែតមកចតនៅកោះមួយក្នុងស្រុកលើកដែកឯនៅខាងច្រាំងទន្លេខេត្តព្រៃវែងវិញមានផ្ទះបណ្តែតទឹកនិងបាយចិញ្ចឹមត្រីប្រមាណ200បានចតនៅទន្លេមេគង្គក្រោមក្នុងស្រុកពាមជរខេត្តព្រៃវែងចា៎នេះខ្ញុំខែសុណងវັດឈូអាស៊ីសេរីរាយការណ៍ពីរដ្ឋធានី Washingtonបាទពាក់ព័ន្ធនឹងបញ្ហាបរិស្ថានវិញម្ដងប្រជាពលរដ្ឋជិត 1000 គ្រួសារនៅខេត្តបន្ទាយមានជ័យកំពុងស្វែងរកការជួយជ្រោមជ្រែងពីរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធករណីមេឃុំភ្នំលៀបលោកអែមណុយបានឈូសឆាយដីព្រៃលិចទឹកអស់ជាង100ហិកតាដើម្បីលក់ឲ្យឈ្មួញដោយខុសច្បាប់ចំណែកមេឃុំភ្នំលៀបបដិសេធការចោទប្រកាន់នេះបាទពីរដ្ឋធានី Washington អ្នកស្រីម៉ៅសុធានីរាយការណ៍ពិស្ដារអំពីរឿងនេះប្រជាពលរដ្ឋជិត 1000 គ្រួសាររស់នៅក្នុងភូមិចំនួន6ក្នុងឃុំភ្នំលៀបស្រុកប៉និតព្រះបារម្ភពីការបាត់បង់ព្រៃលិចទឹកដ៏សំខាន់ដែលប៉ះពាល់ប្រភពចំណូលរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសាររស់នៅតំបន់នោះចាអ្នកភូមិថាព្រៃលិចទឹកមួយផ្នែកធំនៅចំណុចរហ័សសន្ទូងជាប់ស្ទឹងស្រែព្រៃនិងស្ទឹងពីមនៅក្នុងឃុំភ្នំលៀបកំពុងទទួលរងការឈូសឆាយនិងដុតកំទេចឲ្យคล้ายជាវាលរហោឋានដើម្បីគ្រប់គ្រងជាសម្បត្តិឯកជនជាប្រជាប្រដ្ឋរស់នៅភូមិកំបោបឃុំភ្នំលៀបលោកចងហោមឲ្យដឹងនៅថ្ងៃទី13ខែកក្កដាថាការកាប់ទន្ទ្រានព្រៃឈើនេះគឺមានការខុបខិតគ្នារវាងមេឃុំនិងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀតដើម្បីច្បាមយកដីព្រៃលិចទឹក120ហិកតាលក់ទៅឲ្យឈ្មួញធ្វើឲ្យពួកគាត់កាត់ទុកមិនទុកចិត្តចំពោះបញ្ហានេះព្រោះថាស្ដាយស្រណោះសម្បត្តិធនធានរបស់រដ្ឋលោកថាដីព្រៃលិចទឹកនៅតំបន់នោះគឺផ្ដល់ផលប្រយោជន៍ច្រើនដូចជារកអូសត្រីក្តាមខ្យងនិងជាជំរកសត្វស្លាបជាច្រើនប្រភេទបន្ថែមពីនោះលោកក៏បញ្ជាក់ថាប៉ះសិនបើបាត់បង់ព្រៃនេះទៅគឺនឹងធ្វើឲ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារគ្មានកន្លែងអាស្រ័យផលដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិតទៀតទេដាក់ពាក្យបណ្ដឹងទៅបើប្រជាពលរដ្ឋទាំងអស់គ្នានោះបើថាសោកស្ដាយចង់បានទាំងអស់គ្នានឹងការទៀមទានោះអានោះក៏យើងក៏ល្អដែរបើសិនតែបានមកវិញអាចថាប្រជាជនក្នុងប្រមាណភូមិនេះក៏អាចបានស្អីផលដូចថាយើងកាប់អស់កាប់អីយើងមិនសូវទៅឆ្ងាយអីមកដុតទេបាទដូចជាត្រីដូចជាអីចេះវាបានយើងចេះតែរੂបានហូបយើងមិនបាច់សូវទិញគេប្រមាណយើងចាដាក់បងដូចជាតបងទៅអីទៅកន្លះធ្វើប្រហុកទៅអីចាស់កាលពីខែមិថុនាឆ្នាំ2021កន្លងទៅអ្នកភូមិ8នាក់តំណាងឲ្យប្រជាពលរដ្ឋជាង800គ្រួសារបានផ្តិតមេដីប្តឹងមេឃុំភ្នំលៀបលោកអែមណុយទៅរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធថ្នាក់ជាតិករណីមេឃុំរូបនេះបានប្រព្រឹត្តអំពើល្មើសច្បាប់ក្នុងនោះក៏មានសកម្មភាពលូកដីព្រៃលិចទឹកនៅចំណុចរហ័សសន្ទូងដែលមានទំហំ120ហិកតាទៅឲ្យក្រុមឈ្មួញដោយខុសច្បាប់จากខ្លឹមសារពាក្យបណ្ដឹងនោះបន្ថែមថាមេឃុំរូបនេះបានកាប់ទន្ទ្រានដីសម្បត្តិរបស់រដ្ឋក្នុងតំបន់3និងបំផ្លាញដីព្រៃលិចទឹកជាជំរកត្រីពងកូនដើម្បីយកដីលក់អស់ជាច្រើនហិកតា
ចាប់បន្ថែមពីនេះសូម្បីតែដីនៅតំបន់ក្បាលស្ពាននៅក្នុងឃុំភ្នំលាបក៏លោកលួចលក់អស់ដែរជាប្រដ្ឋអ្នកទៀតថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះឲ្យដឹងថាព្រៃលិចទឹកនៅតំបន់នោះគឺជាកន្លែងផ្ដល់តម្លៃសេដ្ឋកិច្ចដ៏សំខាន់របស់ប្រជាពលរដ្ឋនៅក្នុងឃុំទាំងមូលដែលកំពុងប្រឈមការបាត់បង់ទៅតែទាំងស្រុងនៅរយៈពេល6ខែចុងក្រោយនេះលោកក៏បានបញ្ជាក់ថាព្រៃលិចទឹកនៅតំបន់នោះគឺជាកន្លែងសម្បូរភោគផលត្រីនិងក្តាមខ្យងនៅរដូវវស្សាដែលស្ថិតជាប់ស្ទឹងស្រែព្រៃនិងស្ទឹងពាមហូរច្រោះចាក់ទៅទន្លេសាបហើយថាប្រសិនបើបាត់បង់នឹងប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគឺថាប្រជាជនដោយយើងខ្ញុំនេះគឺថាការសោកស្ដាយដោយថារបស់រដ្ឋរបស់ប្រជាជននៅកន្លែងនោះវាធ្លាក់ទៅនៅដៃបុគ្គលអ្នកធ្វើវាមើលទៅអាបីដូចជាគ្មានយុទ្ធធម៌អីបន្តិចណាប្រជាពលរដ្ឋចង់ទាមទារយកមកទុកវិញបាទក៏មិនឲ្យធ្លាក់ទៅលើដៃបុគ្គលឲ្យយកមកទុកជាសហគមន៍របស់ប្រជាជនវិញចឹងបាទចាឆ្លើយតបនឹងការលើកឡើងនេះមេឃុំភ្នំលាបលោកអែមណុយបដិសេធការចោទប្រកាន់នេះដែលលោកចាត់ទុកថាជារឿងមិនពិតលោកក៏បានបញ្ជាក់យ៉ាងខ្លីថាលោកមិនបានឈូសឆាយដីព្រៃលិចទឹកនិងលក់ដីព្រៃដោយជាការចោទប្រកាន់របស់ប្រជាពលរដ្ឋនោះឡើយចាបន្ថែមពីនេះលោកក៏បង្ខំអ្នកយកព័ត៌មានអាស៊ីសេរីប្រាប់ឈ្មោះពីប្រជាពលរដ្ឋដែលប្តឹងលោកទៀតផងខ្ញុំមិនមានស្អីដែលត្រូវនឹងការចោទប្រកាន់ទេពីព្រោះខ្ញុំសូម្បីតែដីមួយចង្អាមក៏ខ្ញុំគ្មានទេក្នុងតំបន់នោះចង់ឲ្យបង្ហាញថាតាខ្ញុំចង់ដឹងថាអ្នកណាដែលប្តឹងដីព្រៃលិចទឹកដីក្បាលស្ពានតាណានៅតាណាឲ្យមួយចង្អុលមកចាស៊ីស្រីបានតាក់ទងសុំការបំភ្លឺរឿងនេះពីអភិបាលស្រុកបណិតព្រះលោកខូពៅនិងអភិបាលខេត្តបន្ទាយមានជ័យលោកអ៊ុំរាត្រីបាននៅឡើយទេនៅថ្ងៃទី13ខែកក្កដាពីព្រោះទូរស័ព្ទហៅចូលតែគ្មានអ្នកទទួលចាជុំវិញបញ្ហានេះមន្ត្រីសម្របសម្រួលសមាគមអាត់ហុកខេត្តបន្ទាយមានជ័យលោកស៊ុំច័ន្ទគីអំពីនីវរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធស៊ើបអង្កេតឲ្យបានគ្រប់ជ្រុងជ្រោយករណីនេះពីព្រោះឋានៈភូមិគ្មានជំនឿលើអាជ្ញាធរខេត្តបន្ទាយមានជ័យក្នុងការដោះស្រាយបញ្ហានេះឡើយលោកក៏មើលឃើញថាប្រជាពលរដ្ឋកំពុងធ្វើកិច្ចការជំនួសអាជ្ញាធរការពារសម្បត្តិជាតិខណៈដែលអាជ្ញាធរពាក់ព័ន្ធនៅខេត្តនេះមិនបានអើពើដោះស្រាយសកម្មភាពបំផ្លាញព្រៃលិចទឹកធំធេងទាំងនោះទេរាជរដ្ឋាភិបាលកម្ពុជាហ្នឹងបានចាត់ឲ្យមន្ត្រីទាំងអស់គ្នាណាជាភ្នែកជាច្រមុះអ្នកជួយទាំងហើយមិនមែនយកមកលុបមកបំផ្លាញមកបំពានច្បាប់ប្រឆាំងជាមួយច្បាប់អញ្ចឹងទេប្រជាពលរដ្ឋទាមទារហើយនឹងការពារនៅផលប្រយោជន៍ជាដែនដីរបស់រដ្ឋថាតំបន់អភិរក្សដែលមានចែងនៅក្នុងច្បាប់ហើយក្រសួងមហាផ្ទៃក៏បានចេញដែរអំពាវនាវឲ្យអភិបាលខេត្តក្រុងទាំងអស់ហ្នឹងមានការទប់ស្កាត់ទៅលើការចូលរុករានទន្ទ្រានកាន់កាប់តំបន់អភិរក្សខុសច្បាប់អីហ្នឹងដែរចាមន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមទៀតថាព្រៃលិចទឹកគឺជាកន្លែងអភិរក្សជីវៈចម្រុះគ្រប់គ្រងដោយមន្ត្រីកសិកម្មខេត្តហើយថាប៉ះសិនបើមានបុគ្គលណាមួយឈូសឆាយទន្ទ្រានកាន់កាប់ដីនោះគឺជាទង្វើល្មើសច្បាប់ជាប្រជាសហគមន៍បន្ថែមទៀតថាបច្ចុប្បន្នក្រុមឈ្មួញសម្រុកទៅទិញដីនៅតំបន់ព្រៃលិចទឹកក្នុងស្រុកបណិតព្រះដោយសារតែពួកគេស៊ើបដឹងថារដ្ឋាភិបាលមានគម្រោងស្ថាបនាផ្លូវចាប់ពីខេត្តសៀមរាបឆ្លងកាត់ភូមិសាស្ត្រតំបន់នោះឆ្ពោះទៅខេត្តបន្ទាយមានជ័យហើយដែលធ្វើឲ្យដីនៅតំបន់នោះមានតម្លៃចំណែកឯប្រជាប្រដ្ឋចំនួន14ភូមិក្នុងឃុំប្រាសាទវិញក៏បានត្អូញត្អែពីការបាត់បង់ព្រៃលិចទឹកអស់រាប់រយហិកតាហើយដែលស្ថិតនៅចំណុចតំបន់3ដែលជាប់បឹងស្វាយជែកនិងបឹងអារបងក្នុងឃុំប្រាសាទស្រុកបណិតព្រះជាមន្ត្រីសង្គមស៊ីវិលនិងពលរដ្ឋរិះគន់អាជ្ញាធរខេត្តបន្ទាយមានជ័យថាមិនបានថែទាំព្រៃលិចទឹកឲ្យបានល្អដើម្បីជាប្រយោជន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនិងជាជម្រកសត្វថ្លាបនិងត្រីពងកូនចាជាពិសេសផ្ដល់លទ្ធភាពឲ្យប្រជាពលរដ្ឋក្រីក្ររាប់ពាន់គ្រួសារនេសាទត្រីដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិតនៅតំបន់នោះចាពួកគាត់ក៏បានទទូចរដ្ឋាភិបាលដកហូតដីព្រៃលិចទឹកនៅតំបន់នោះជាសម្បត្តិរដ្ឋវិញជាបន្ទាន់និងចាត់វិធានការច្បាប់ទៅលើអ្នកដែលពាក់ព័ន្ធឲ្យបានធ្ងន់ធ្ងរចានាងខ្ញុំហៅសុធានីវិទ្យុអាស៊ីសេរីប្រធានាធិបតី Washington
បាទលោកនាងកំពុងតាមដានស្ដាប់ការផ្សាយរបស់វិទ្យុអស៊ីសេរីពីរដ្ឋធានី Washington សហរដ្ឋអាមេរិកមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃសង្ឃឹមថាសកម្មភាពជួញដូរផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនឹងអាចកាត់បន្ថយបានច្រើនក្រោយការប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនៅផែនការសកម្មភាពដើម្បីបង្ការទប់ស្កាត់និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារនៅថ្ងៃទី14ខែកក្កដានេះគណៈអ្នកជំនាញបារម្ភពីការកើនឡើងខ្លាំងក្នុងអំឡុងផ្ទុះជំងឺ Covid-19 រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សអ្នកស្រីជូប៊ុនអេងមានប្រសាសន៍ប្រាប់អាស៊ីសេរីថាក្នុងរយៈពេលនៃការផ្ទុះជំងឺរាតត្បាត Covid-19 សកម្មភាពកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញត្រូវបានរកឃើញថាមានការកើនឡើងជាលំដាប់មិនថានៅក្នុងប្រទេសកម្ពុជាឬនៅជុំវិញពិភពលោកនោះទេអ្នកស្រីបន្តថាសម័យវិទ្យាសាស្ត្រទំនើបនៃការប្រើប្រាស់ប្រព័ន្ធអនឡាញនេះជនល្មើសប្រើគ្រប់រូបភាពដើម្បីកេងប្រវ័ញ្ចផ្លូវភេទលើកុមារចឹងនៅពេលដែលរងគ្រោះហើយបានយើងដឹងថាអូគេតាក់ទងគ្នាតាមអនឡាញតាក់ទងគ្នាតាមទូរស័ព្ទតាមអីចឹងជួនកាលមិនដឹងមុខអ្នកដែលនិយាយមកហ្នឹងមុខមិនផងហើយទៅបីរូបភាពដែលគេប្រើប្រាស់នៅក្នុងអនឡាញហ្នឹងមានពេលខ្លះគេកលៃទៅទៀតអញ្ចឹងបានយើងគិតថាវិទ្យាភាពរងគ្រោះហើយបើសិនជាជួនកាលដឹងខ្លួនថារងគ្រោះហើយប៉ុន្តែទៅរកមុខអ្នកដែលប្រព្រឹត្តហ្នឹងវាមិនសម្រំបានឃើញដោយសារអ្នកអស់ហ្នឹងប្រើ account fake account អញ្ចឹងណាមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះឲ្យដឹងថាទម្រង់នៃការជួញដូរផ្លូវភេទតាមប្រព័ន្ធអ៊ីនធឺណិតរួមមានការកាន់កាប់ការបង្ហោះនិងការផលិតរូបភាពអាភិសរបស់កុមារការកេងប្រវ័ញ្ចផ្លូវភេទតាមរយៈការរៀបអាពាហ៍ពិពាហ៍និងការគំរាមកំហែងតាមទម្រង់ជាច្រើនទៀតដែលធ្វើឲ្យកុមារទទួលរងគ្រោះហើយប៉ះពាល់ដល់សតិអារម្មណ៍និងការអភិវឌ្ឍរបស់ពួកគេកម្មវិធីប្រកាសឲ្យប្រើប្រាស់ផែនការនេះត្រូវបានរៀបចំដោយអគ្គលេខាធិការដ្ឋាននៃក្រមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារសហការជាមួយនឹងក្រសួងមហាផ្ទៃនិងជាមួយនឹងអង្គការអន្តរជាតិមួយចំនួនទៀតរួមមានអង្គការមូលនិធិកុមារអង្គការ UNICEF អង្គការសកម្មភាពដើម្បីកុមារនិងអង្គការការពារកុមារជាដើមបាទលោកនាងកញ្ញាជាទីមេត្រីលោកនាងកំពុងតាមដានស្ដាប់ការផ្សាយរបស់វិទ្យុអស៊ីសេរីពីរដ្ឋធានី Washington សហរដ្ឋអាមេរិកស្ថាបនិកអង្គការមេដាធម្មជាតិលោក Alejandro Gonzalez Davidson ថាកម្ពុជាកំពុងរំលោភច្បាប់ជាតិនិងអន្តរជាតិរឿងគ្រោងកាត់ក្តីលោកដោយកំបាំងវត្តមានរបស់លោកនៅក្នុងសវនាការមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សបារម្ភអំពីប្រសិទ្ធភាពនៃការកែតម្រង់ប្រព័ន្ធតុលាការនៅកម្ពុជាដែរបើចំណុចសំខាន់ៗនៃការគោរពសិទ្ធិរបស់ជនជាប់ចោទត្រូវគេមើលរំលងបែបនេះបាទពីរដ្ឋធានី Washington លោកមួងណារ៉េតរាយការណ៍ជុំវិញព័ត៌មាននេះសាររបស់សកម្មជនបរិស្ថានជនជាតិអេស្ប៉ាញលោក Alejandro Gonzalez Davidson ដែលត្រូវបានរដ្ឋាភិបាលកម្ពុជាដាក់នៅក្នុងបញ្ជីខ្មៅលែងឲ្យចូលប្រទេសរូបនេះធ្វើឡើងនៅថ្ងៃទី13ខែកក្កដាជាការឆ្លើយតបទៅនឹងដីកាកោះរបស់សាលាដំបងរាជធានីភ្នំពេញដែលហៅលោកឲ្យចូលទៅកាន់សាលាដំបងនេះនៅថ្ងៃទី26ខែកក្កដាជាកំហិតដើម្បីចូលរួមសវនាការលោកត្រូវបានតុលាការចោទប្រកាន់កាលពីថ្ងៃទី20ខែកញ្ញាឆ្នាំ2020ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមលើកនេះក៏មិនខុសពីលើកមុនដែរលោកអាលិចបញ្ជាក់ជំហរជាសាធារណៈថាលោកពិតជាមានបំណងនិងឆន្ទៈនៅក្នុងការវិលត្រឡប់ទៅប្រទេសកម្ពុជាវិញដើម្បីបង្ហាញខ្លួននិងចូលរួមនៅក្នុងសវនាការរឿងក្តីរបស់លោកថាលោកមិនកិច្ចវេះនិងរីករាយចូលខ្លួនដើម្បីតតាំងនៅក្នុងរឿងក្តីដែលលោកថាតុលាការចោទប្រកាន់លោកដោយគ្មានមូលដ្ឋានច្បាស់លាស់នេះកន្លងមកតុលាការបានកាត់ក្តីលោកដោយគ្មានវត្តមានលោកដែរបើទោះបីជាលោកទទូចសុំឲ្យរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យលោកបានចូលរួមនៅក្នុងសវនាការនោះក៏ដោយលើកនេះលោកថារដ្ឋាភិបាលច្បាស់ជាកាត់ក្តីលោកដោយគ្មានវត្តមានលោកទៀតលោកអាលិចថាបើសវនាការនៅថ្ងៃទី26ខែកក្កដាឆ្នាំ2021ខាងមុខនេះធ្វើដោយមិនឲ្យលោកចូលរួមបានគឺវានឹងបញ្ជាក់ម្ដងទៀតថាមនុស្សដែលមានទួនាទីអនុវត្តច្បាប់បែរជារំលោភច្បាប់ទៅវិញលោកបន្ថែមថាវានឹងបញ្ជាក់កាន់តែច្បាស់នៅចំពោះមុខប្រជាជនកម្ពុជានិងសហគមន៍អន្តរជាតិថាការចោទប្រកាន់មកលើរូបលោកនិងសកម្មជនចលនាមេដាធម្មជាតិផ្សេងទៀតដែលកំពុងតែជាប់ពន្ធនាគារនោះគឺគ្រាន់តែជាការប្រឌិតដើម្បីចោទប្រកាន់និងមានលក្ខណៈនយោបាយតែប៉ុណ្ណោះ
វត្តជអាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺជំរឿងនេះពីអ្នកនាំពាក្យតុលាការក្រុងភ្នំពេញលោកអ៊ីរ៉ាននិងអ្នកនាំពាក្យក្រសួងយុតិធម៌លោកចិនម៉ាលីនបាននៅឡើយទេបើទោះបីជាយ៉ាងនេះក្តីទាំងច្បាប់ជាតិនិងអន្តរជាតិសុទ្ធតែមានចែងអំពីការទទួលស្គាល់សិទ្ធិជនជាប់ចោទនិងកាតព្វកិច្ចរបស់តុលាការនៅក្នុងការផ្ដល់ឱកាសឲ្យជនជាប់ចោទមានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការមាត្រា38នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថាជនជាប់ចោទណាក៏ដោយត្រូវចាត់ទុកថាជាមនុស្សឥតទោសដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរនិងមាត្រា14(3)ខនៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយចែងថាជនគ្រប់រូបត្រូវមានសិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់និងត្រូវជំនុំជម្រះដោយមានវត្តមានខ្លួនដែលជាជនជាប់ចោទប្រទេសកម្ពុជាបានចុះហត្ថលេខានិងព្រមទទួលស្គាល់អនុវត្តតាមកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយនេះមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកការចេញដីកាកោះហៅជនជាប់ចោទឲ្យចូលខ្លួនក៏ប៉ុន្តែមិនអនុញ្ញាតឲ្យជននោះមានវត្តមាននៅតុលាការគឺជាការរំលោភសិទ្ធិជនជាប់ចោទធ្ងន់ធ្ងរនិងរំលោភបំពានគោលការណ៍ជំនុំជម្រះក្តីដោយយុត្តិធម៌ប្រធានសមាគមអាត់ហុកលោកនីសុខាថារឹតតែពិសេសជាងនេះនៅក្នុងករណីនេះជនជាប់ចោទថែមទាំងបានបញ្ជាក់អំពីចេតនាចង់ចូលរួមនៅក្នុងសវនាការដែលអាជ្ញាធររដ្ឋត្រូវសម្របសម្រួលនិងផ្ដល់លទ្ធភាពឲ្យជននោះអាចចូលរួមបានធម្មតាយើងដឹងថាសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ទាក់ទងទៅនឹងយុត្តិធម៌នៅក្នុងដំណើរការកាត់សេចក្តីក៏ជាទូទៅគឺថាជនជាប់ចោទត្រូវតែមានមុខចំពោះមុខតុលាការជាប្រយោជន៍ក្នុងការដែលគាត់ត្រូវការពារសិទ្ធិរបស់គាត់នៅចំពោះមុខតុលាការប៉ុន្តែបើសិនជាគាត់មានឆន្ទៈចង់មកបំពេញដើម្បីឆ្លើយចំពោះមុខតុលាការហើយបែរជាយើងមិនបង្កលក្ខណៈឲ្យគាត់បានមកចូលរួមអានេះខ្ញុំគិតថាជារឿងមួយដែលរំលោភធ្វើឲ្យប៉ះពាល់ទៅដល់សិទ្ធិរបស់គាត់នៅហៅថាសិទ្ធិស្មើភាពចំពោះមុខតុលាការអញ្ចឹងគាត់បាត់បង់ឱកាសនៅក្នុងការមកតតាំងក្តីនៅចំពោះមុខតុលាការពិសេសគឺចំពោះមុខអង្គជំនុំជម្រះបាទអញ្ចឹងអានឹងវាប៉ះពាល់លើសេរីភាពលើយុត្តិធម៌សម្រាប់គាត់នឹងធំណាស់បាទវាខ្លាំងណាស់បាទមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សធ្លាប់ស្នើជារឿយៗឲ្យកម្ពុជាកែតម្រង់ប្រព័ន្ធយុត្តិធម៌របស់ខ្លួនដោយផ្ដើមពីការពង្រឹងភាពឯករាជ្យយុត្តិធម៌និងភាពត្រឹមត្រូវរបស់តុលាការនេះបើមិនដូច្នេះទេអំពើអយុត្តិធម៌សង្គមនៅតែបន្តកើតមានជាពិសេសចំពោះសកម្មជនដែលហ៊ានរិះគន់លើបញ្ហាសង្គមបញ្ហាបរិស្ថានធនធានធម្មជាតិនិងទង្វើមិនត្រឹមត្រូវរបស់រដ្ឋាភិបាល